ជំរាបសួរបាទតើលោកយាយតាអ៊ំពីមីងបងប្អូនបាទពិតជាចង់ឲ្យកូនចៅរបស់អ៊ំពូមីងបងប្អូនមានគ្រឹះបាទភាសាអង់គ្លេសពិតប្រាកដមែនទេបាទបើសិនបើយាយតាអ៊ំពូមីងបងប្អូនបាទចង់ឲ្យកូនចៅចេះភាសាអង់គ្លេសមានគ្រឹះភាសាអង់គ្លេសបាទចាប់ពីក្រឹតបឋមទៅបាទអូខេគឺអាចតាក់ទងខ្ញុំបានបាទខ្ញុំនឹងទទួលបង្រៀនបាទចំនួន3ក្រុមទៀតបាទមានថាខ្ញុំទៅនៃ3ក្រុមខ្ញុំអាច3ម៉ោងខ្ញុំអាចទទួល3ក្រុមទៀតបាទក្រុមទី1គឺនៅម៉ោង9:10 ព្រឹកបាទក្រុមទី1 9:10 ព្រឹកបាទក្រុមទី2គឺម៉ោង3 4 រសៀលបាទ3 4 រសៀលហើយក្រុមទី3គឺម៉ោង4 5 រសៀលបាទអញ្ចឹងទេបើសិនបើយាយតាអ៊ំពូមីបងប្អូនបាទចង់ឲ្យកូនមានគ្រឹះភាសាអង់គ្លេសចង់ឲ្យកូនចៅចេះភាសាអង់គ្លេសពិតប្រាកដបាទចេញពីមួយលំដាប់ទៅមួយលំដាប់បាទចេះពីមួយលំដាប់ទៅលំដាប់មួយកម្រិតទៅមួយកម្រិតគឺអាចចាត់ទៅខ្ញុំបានបាទហ្នឹងហើយរៀនជាមួយខ្ញុំរយៈពេលបាទចាប់ពី6ខែឡើងនឹងចាប់ផ្ដើមឃើញលទ្ធផលបងប្អូនបាទហ្នឹងហើយកូនចៅរបស់អ៊ំពូមីយាយតានឹងវិវត្តទៅមុខបាទជានិច្ចបាទហ្នឹងហើយលក្ខខណ្ឌគឺងាយទេលក្ខខណ្ឌគឺធ្វើម៉េចឲ្យតកូនចៅអ៊ំពូមីងយាយតាចេះភាសាខ្មែរចេះអានភាសាខ្មែរយើងបាទអញ្ចឹងខ្ញុំទទួលគឺចាប់ពីថ្នាក់ទី4ឡើងបាទទី3ក៏ដោយតែឲ្យតាចេះអានភាសាខ្មែរពិតប្រាកដបាទហ្នឹងហើយបងប្អូនបាទអ៊ំពូមីងបងប្អូនយាយតាអាចចាប់គ្នាជាក្រុមបាទនឹងប្រមូលជាក្រុមបាទមួយក្រុមចាប់ពី2នាក់ឡើងទៅយ៉ាងច្រើន10នាក់បាទចាប់ពី2រហូតដល់10នាក់បាទហ្នឹងហើយយើងរៀនគ្នាតិចរៀនជាក្រុមហ្នឹងដើម្បីឲ្យមានគុណភាពដើម្បីឲ្យមានពេលវេលាអនុវត្តបាទអនុវត្តចុះអនុវត្តឡើងចឹងទៅបាទហ្នឹងហើយចឹងបើសិនបងប្អូននិយាយតាមពូមីងបាទចង់ឲ្យកូនចៅចេះពិតប្រាកដមែនបាទសូមតំណែងទៅខ្ញុំគឺហើយភូមិបាទភូមិឬក៏ម្ដុំដែលខ្ញុំអាចទទួលបរិញ្ញាបត្របានគឺនៅម្ដុំឃុំច្រេះបាទម្ដុំឃុំច្រេះហ្នឹងបាទឃុំច្រេះឬក៏ជាពិសេសគឺនៅឯផ្សារច្រេះបាទម្ដុំផ្សារច្រេះបងប្អូនអាចតំណែងទៅខ្ញុំបានបាទម៉ោងមានម៉ោងព្រឹកគឺម៉ោង9:10បាទរសៀលគឺម៉ោង3:04ហើយនិងម៉ោង4:05ហ្នឹងហើយបងប្អូនអាចចង់ឲ្យកូនចៅចេះអាចតំណែងទៅខ្ញុំបានអាចប្រមូលកូនចៅប្រមូលបងប្អូនអីចឹងទៅដាក់មកក្រុមទៅរៀនទៅមានគុណភាពបាទហើយតំណែងខ្ញុំមកអូខេខ្ញុំនឹងបរៀនទទួលបង្រៀនបាទទៅបរៀនដល់ផ្ទះបងប្អូនបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនបាទអរគុណជម្រាបលាបាទ